ម្ហូបឆ្ងាញ់ហ្នឹងមិនប្រកាសថាតើតែយើងចំណាយលុយច្រើនហើយយើងមានគ្រឿងផ្សំថ្លៃៗនោះទេបងប្អូនសំខាន់ឲ្យតែយើងចេះកែច្នៃចេះផ្សំគ្រឿងចិបចប់នេះបន្តិចនោះបន្តិចទៅបងប្អូនជាក់ស្ដែងដូចថ្ងៃនេះអញ្ចឹងខ្ញុំមានត្រីប្រាបន្តិចទៅខ្ញុំថែមថយជាមួយម្រះព្រៅជាមួយតាពាំងព្រិចតិចតួចទៅបងប្អូនឲ្យមួយមុខនេះគឺថាលឿនហើយឆ្ងាញ់សាហាវតែម្ដងបងប្អូនបើសិនជាបងប្អូនមានត្រីប្រាធំបែបនេះបងប្អូនគួរធ្វើម្ហូបអីឆ្ងាញ់អាចនឹងគិតដល់ស្លម្ជូរអីផ្សេងៗមែនអត់ថ្ងៃនេះខ្ញុំមានត្រីប្រាមួយធំមែនទែនបងប្អូនខ្ញុំនឹងយកមកឆាជាមួយនឹងតាពាំងជ្រក់យើងហើយនឹងម្រះព្រៅបងប្អូនមុខនេះធានាថាដឹងតែឆ្ងាញ់ហើយអីដែលខ្វះអត់បាននោះបងប្អូនគឺម្សៅស៊ុបខ្នុរនេះឯងម្សៅស៊ុបខ្នុរគឺជាផលិតផលមកពីប្រទេសហ្វីលីពីនបងប្អូនផលិតដោយសាច់មាន់និងខ្ទឹមមានរសជាតិឈ្ងុយឆ្ងាញ់បងប្អូនអាចដាក់ទៅគ្រប់មុខម្ហូបគឺត្រូវទាំងអស់តែម្ដងអញ្ចឹងបងប្អូនកុំឲ្យចាំយូរតើយើងទៅចម្អិនជាមួយនឹងខ្ញុំទាំងអស់គ្នាឥឡូវយើងមកធ្វើត្រីយើងសិនហើយយើងយកទៅសាច់ទេបងប្អូនបងប្អូនមុននឹងយើងយកទៅឆាយើងប្រឡាក់ហើយយើងយកទៅបំពងតិចសិនដើម្បីឲ្យសាច់ត្រីយើងនឹងរាងក្រៀមតិចទៅពេលដែលយើងឆាអត់ឆ្អាបពេលបងប្អូនហើយមុននឹងយើងយកទៅបំពងបងប្អូនបន្ថែមរសជាតិបន្តិចមកជាមួយនឹងខ្នុរយើងនឹងជាផលិតផលដែលផលិតពីសាច់មាន់ហើយនឹងខ្ទឹមមានគុណភាពខ្ពស់ឈ្ងុយឆ្ងាញ់មែនទែនគ្រប់មុខម្ហូបទាំងអស់តែម្ដងបងប្អូនប្រឡាក់បែបហ្នឹងមកធ្វើឲ្យសាច់ត្រីយើងមានរសជាតិកាន់តែឆ្ងាញ់ហើយមួយទៀតទៅបង្កើនរសជាតិទាំងក្លិនបងប្អូនណាយើងច្បល់ឲ្យសព្វជាមួយនឹងសាច់ត្រីយើងតិចមកចាំយើងថែមជាមួយនឹងម្សៅបន្ថែមទៀតយើងដាក់បែបហ្នឹងរសជាតិកាន់តែឆ្ងាញ់ហើយក្លិនកាន់តែឈ្ងុយបងប្អូនណាហើយបន្តមកទៀតឥឡូវនេះយើងច្បល់រួចរាល់ហើយយើងថែមជាមួយនឹងម្សៅឆាឬក៏ម្សៅពោតបន្តិចមកបងប្អូនឲ្យងាយស្រួលនៅពេលដែលបងប្អូនយកទៅបំពងទៅវាអត់បែកសាច់ទេបងប្អូនយើងដាក់អញ្ចឹងតិចមកហើយយើងច្បល់ថែមតិចមកបងប្អូនតែប៉ុណ្ណឹងរួចរាល់ហើយឥឡូវយើងចាប់ផ្ដើមដាក់ប្រេងហើយបំពងមកបងប្អូនទុកប្រេងឲ្យក្តៅតិចសិនមកចាំយើងដាក់ត្រីយើងចូលប្រេងក្តៅឲ្យបងប្អូនដាក់ចូលមកសម្រាប់ការបំពងត្រីយើងបំពងឲ្យក្រហមប៉ុណ្ណឹងមកបងប្អូននៅពេលដែលយើងប្រឡាក់ម្សៅត្រីរបស់យើងបំពងបានល្អហើយអត់បែកសាច់ទេបងប្អូនមើលសាច់ត្រីនៅល្អមែនទែនអញ្ចឹងហើយយើងបំពងហើយយើងទុកម្លាយសិនបន្ទាប់ពីយើងបំពងត្រីឆ្អិនហើយបងប្អូនឥឡូវនេះយើងចាប់ផ្ដើមមកឆាហើយរបៀបឆាវិញគឺថាងាយមែនទែនតាមពិតមុខម្ហូបបែបនេះគឺថាស្រួលណាស់នៅក្នុងការចម្អិនហើយក៏លឿនដែរអត់ទៅជាប្រើពេលយូរទេបើនិយាយពីគ្រឿងផ្សំវិញកាន់តែសាមញ្ញទៀតដែរបងប្អូនអញ្ចឹងអត់ពិបាកទេជាមុខម្ហូបដែលឆ្ងាញ់បើយើងនិយាយពីការបរិភោគត្រីគឺទទួលបាននូវសុខភាពល្អទៀតផងអញ្ចឹងហើយយើងអាចចម្អិនមួយមុខនេះបានបងប្អូនសាកល្បងធ្វើញ៉ាំនៅផ្ទះងាយស្រួលហើយឥឡូវនេះយើងដាក់ម្ទេសហើយនឹងខ្ទឹមចូលមកខ្ញុំអត់សូវប្រើខ្ទឹមច្រើនទេបងប្អូនដោយសារខ្ញុំប្រើម្សៅស៊ុបខ្នុរគឺផលិតចេញពីសាច់មាន់ហើយនឹងខ្ទឹមអញ្ចឹងហើយយើងប្រើខ្ទឹមតិចតួចទៅបានហើយបើសិនជាបងប្អូនចូលចិត្តហឹរអាចដាក់ច្រើនណាដោយសារមុខម្ហូបបែបនេះយើងប្រើរៀងហឹរបន្តិចទៅបានឆ្ងាញ់ក្នុងនោះខ្ញុំថែមជាមួយនឹងខ្ទឹមក្រហមបន្តិចដែរបងប្អូនខ្ទឹមក្រហមនេះខ្ញុំអត់ច្រាមទេណាបងប្អូនខ្ញុំដាក់ទាំងដុំអញ្ចឹងណាយើងរំលីងម្ទេសខ្ទឹមហ្នឹងឲ្យខ្លាំងក្លិនឈ្ងុយតិចសិនមកបងប្អូនតែខ្ទឹមយើងឡើងក្លិនឈ្ងុយហើយខ្ញុំថែមជាមួយនឹងស្ករសរួចហើយយើងដាក់ប្រេងខ្យងបន្តិចមកទឹកស៊ីអ៊ីវទឹកត្រីបន្តិចមកបងប្អូនហើយចុងក្រោយអីដែលខ្វះអត់បាននោះគឺម្សៅស៊ុបខ្នុររសជាតិសាច់មាន់និងខ្ទឹមនេះឯងបងប្អូនយើងដាក់បន្ថែមចូលមកធ្វើឲ្យមុខម្ហូបមួយមុខហ្នឹងកាន់តែមានក្លិនឈ្ងុយនិងរសជាតិឆ្ងាញ់ថែមទៀតរួចហើយយើងថែមទឹកបន្តិចមកឥឡូវខ្ញុំអត់តាមដាក់ត្រីចូលទៅបងប្អូនខ្ញុំថែមជាមួយនឹងតាពាំងព្រិចបន្តិចសិនតាពាំងព្រិចនេះយើងយកតែកាកតាពាំងអញ្ចឹងមកបងប្អូនណាដោយទឹកបើតិចតួចបានហើយតែកុំដោយទឹកច្រើនពេកបងប្អូនអាចភ្លក់មើលរសជាតិបានត្រឹមប៉ុណ្ណឹងបើសិនជាស្ទើរគ្រឿងបងប្អូនអាចថែមគ្រឿងបានណាតាមការចូលចិត្តបងប្អូនចូលចិត្តប្រៃផ្អែមអីតាមចំណូលចិត្ត
បងប្អូនយើងទុកទឹកប៉ុណ្ណឹងមកហើយរួចហើយយើងដាក់សាច់ត្រីយើងចូលយើងច្បល់ត្រីឲ្យចូលជាមួយនឹងបន្លែហើយនឹងទឹកឆាយើងបន្តិចមកតំណងបងប្អូនឲ្យមើលពណ៌ហើយបើនិយាយពីរសជាតិវិញដឹងតែឆ្ងាញ់ណាបងប្អូនចុងក្រោយនេះយើងថែមជាមួយនឹងម្រះព្រៅតិចមកបងប្អូនណាថែមម្រះព្រៅកាន់តែមានក្លិនឈ្ងុយហើយរសជាតិប៉ុណ្ណឹងមកល្មមហ្មងបងប្អូនចំពោះមុខម្ហូបបងប្អូនអាចដាក់គ្រឿងទៅតាមការចូលចិត្តបងប្អូនចូលចិត្តបែបណាដាក់បែបហ្នឹងមកហើយក្នុងនេះក៏ខ្ញុំអត់បញ្ជាក់ដែរថាបងប្អូនដាក់គ្រឿងប៉ុណ្ណាដោយសារការញ៉ាំអាចនឹងខុសគ្នាតាមគ្រួសារមួយបងប្អូនរួចរាល់ហើយបងប្អូនមុខនេះឃើញថាទំនងមែនទែនបើនិយាយពីរសជាតិវិញបងប្អូនឆ្ងាញ់មែនទែនដោយសារអីវារៀងជូរហឹរអញ្ចឹងមកជូរយើងចេញពីរក់ត្រពាំងរបស់យើងបងប្អូនមុខនេះគឺថាបងប្អូនយកទៅញ៉ាំបាយក៏បានបងប្អូនចង់យកទៅធ្វើជាគ្រឿងក្លែមក៏បានដែរមានរសជាតិឆ្ងាញ់ហើយបើនិយាយពីការចាយលុយវិញត្រីប្រាបងប្អូនដឹងហើយធូរថ្លៃអស់លុយតិចមានរសជាតិឆ្ងាញ់អញ្ចឹងបងប្អូនអាចចំណេញបានច្រើនដែរអញ្ចឹងបងប្អូនបើសិនជាអត់បានសាកល្បងធ្វើទេបងប្អូនអាចសាកល្បងចម្អិនមួយមុខនេះបានណាធានារសជាតិអរគុណបងប្អូនទាំងអស់គ្នាផងដែរសម្រាប់ការតាមដានទស្សនាការចម្អិនរបស់ខ្ញុំថ្ងៃនេះបងប្អូនកុំភ្លេចជួយ like share comment វីដេអូរបស់ខ្ញុំទាំងអស់គ្នាផងណាអរគុណ